ដល់បងប្អូនទាំងអស់គ្នាសាទីមើលនេះស៊ីចម្លអ្វីដែរបងប្អូនហើយបងប្អូនសាទីមើលទីនេះលេងបងប្អូនហើយកុំភ្លេចតម្លាក់ក្នុង comment ម្នាក់មួយបងនេះជាស្លោស្ងោឬក៏ខអញ្ចឹងបងប្អូនហើយមិនចាំឲ្យបងប្អូនទេបាទគេថាខ្ញុំប្រាប់តែម្ដងគេថានេះសម្លនេះគឺជាសម្លខបាទហើយចំណែកខមកខ្ញុំគឺថាខកូនកាត់តែម្ដងបាទគឺប្លែកគេប្លែកឯងតែម្ដងហើយបន្ទាប់មកបាទគឺយើងដាក់ខ្លាញ់នៅក្នុងឆ្នាំងដាក់ឆ្នាំងឲ្យក្តៅដាក់ខ្លាញ់ឲ្យក្តៅហើយបន្ទាប់មកគឺយើងដាក់ខ្ទឹមដែលយើងច្រាំមិញដាក់ចូលតែម្ដងទៅបងប្អូនហើយយើងកូរវឹកទៅតាមក្បាលផលរបស់យើងឲ្យវាសឡក់នៅក្នុងឆ្នាំងហ្នឹងតែម្ដងឲ្យវាឈ្ងុយឈ្ងប់ហោះហើរពេញបន្ទប់តែម្ដងបងប្អូនហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងស្ករត្នោតរបស់យើងបានហើយស្ករត្នោតដែលយើងមិនបានទៅរកណាឆ្ងាយទេបាទគឺឡើងយកនៅលើដើមត្នោតតែម្ដងបាទនេះវាមិនដែលណាស្ករត្នោតឡើងទៅយកនៅលើដើមត្នោតទេស្ករត្នោតយកទៅយកនៅផ្ទះអ្នកលក់ផ្ទះចាប់ភួយអញ្ចឹងបងប្អូនបាទជាងគូវឹកឲ្យវាឈ្ងុយឈ្ងប់ពេញផ្ទះឲ្យវាផ្អើលគេផ្អើលឯងអញ្ចឹងទៅបងប្អូនបាទគូវឹកវាទៅបាទហើយសម្លនេះដែរគឺថាខ្ញុំប្រហែលជាស្លប្លែកខុសគ្នាយ៉ាងបាទគឺខ្ញុំបំពងខ្ទឹមដាក់កូរជាមួយនឹងស្ករត្នោតហើយគឺខ្ញុំដាក់ជាមួយនឹងដេញណែគេហៅថាតុកស៊ីអ៊ូខាប់បានតែយើងដាក់គូវាទៅគេថាមើលទៅខ្លោចវាពេញឆ្នាំងបាទហើយឡើងធំមកពេញផ្ទះតែម្ដងអញ្ចឹងបាទយើងទុកទៅចោលមួយឡៃទៅបាទទុកវាចោលដល់ហ្នឹងទៅហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងស្ករស្លំបងប្អូនយើងដាក់ជាមួយនឹងប្រេងខ្យងបន្តិចបាទលួចវាទៅបាទគេថាសម្លកូនកាត់ហើយសម្លស្លដោយក្បាលវ៉ាល់របស់យើងអញ្ចឹងទៅបងប្អូនបាទហើយយើងគូវឹកវាទៅបាទហើយបន្ទាប់មកគឺយើងចាក់ត្រីចូលដែរត្រីរបស់យើងមានទម្ងន់ប្រហែលជា3ទៅ4ខាំហ្នឹងបាទគេថាគូវឹកទៅផងទៅបាទហើយថ្ងៃនេះដែលយើងស្លជាមួយនឹងត្រីទូកបាទត្រីទូកហ្នឹងនិយាយទៅលេបទឹកមាត់តែម្ដងបាទហើយយើងគូវឹកគេថាត្រីវាស្លាប់នៅក្នុងហ្នឹងបាទយើងចាប់ផ្ដើមប្រឡាក់គ្រឿងវានៅក្នុងហ្នឹងតែម្ដងបាទយើងដាក់ជាមួយនឹងស្ករដាក់ជាមួយនឹងចេងហើយយើងបន្ថែមនៅរ៉ូឌីឲ្យវាមានរសជាតិខ្នុរអញ្ចឹងទៀតតែមកបានហើយយើងដួសជាមួយនឹងដេញណែទឹកម្ទេសបាទហើយគឺថាមើលទៅរៀងប្លែកតាមក៏ពិតវាមិនប្លែកទេគឺជាសម្លសាមញ្ញទេបងប្អូនគឺយើងដាក់តាមចំណូលចិត្តរបស់យើងជើចឹងទៅចង់និយាយចឹងហើយបន្ទាប់មកគឺយើងដាក់វែកចោលវាមិនសន្ធូរចឹងទៅបាទឲ្យវាក្តៅពេញទៅនឹងបាទហើយបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងម្រេចបាទយើងផ្សំគ្រឿងវានៅក្នុងហ្នឹងហើយយើងមិនទាន់អាចចាក់ទឹកមកវាបាទគឺថាយើងកូរវឹកវាទៅបាទឲ្យវាសន្លប់នៅក្នុងហ្នឹងតែម្ដងហើយយើងចាក់ទឹកបន្តិចឲ្យវាលងងាប់ក្នុងហ្នឹងតែម្ដងចឹងទៅបងប្អូនបាទគឺថាបន្ទាប់មកគឺយើងបិទគម្របវាទៅបាទបិទគម្របវាទៅបិទវាមិនសន្ធូរជាងរាប់2 3 4 5អញ្ចឹងទៅយើងចាប់ផ្ដើមបើកវាឡើងវិញអញ្ចឹងទៅបងប្អូនបើកទៅគេថាឈ្ងុយឈ្ងប់តែម្ដងគេថាហើយយើងចាប់ផ្ដើមគូវឹកហើយយើងភ្លក់វាបន្តិចគេថាជាតិខ្លាំងមែនតើបាទតាំងក៏ពិតមិនមែនជាតិទេបាទគេថាយើងថែមបន្ថយគ្រឿងអីបន្តិចបន្តួចទៀតទៅមកយើងក្របហើយគឺយើងបើកវិញហើយគេថាមើលទៅវារៀងដាច់ទឹកហើយបងប្អូនតាមដែលយើងចង់បានហើយមួយត្រីវាងាប់ហើយបាទយើងចាប់ផ្ដើមកូរវាឲ្យសព្វចឹងទៅបងហើយយើងក៏ចាប់ផ្ដើមក្របវាទៀតទៅបាទក្របប៉ុណ្ណឹងហើយយើងក៏បិទភ្លើងហើយដួសបាយញ៉ាំទៅបាទអរគុណ